ថៃកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅកម្ពុជាដោយបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានិងទម្លាក់គ្រាប់បែកផ្ដាច់ស្ពានអូជីកក្រសួងការពារជាតិកម្ពុជាជម្រាបជូននៅស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅយោធាភូមិភាគទី4ក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ខេត្តឧត្តរមានជ័យនិងព្រំប្រទល់ស្រីស្នំខេត្តសៀមរាបនៅវេលាម៉ោង 10:58 នាទីយប់ថ្ងៃទី19ខែធ្នូឆ្នាំ2025កងទ័ពអាកាសរបស់ថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្ដាច់ស្ពានអូជីកស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកជុងកាល់ខេត្តឧត្តរមានជ័យនិងព្រំប្រទល់ស្រីស្នំខេត្តសៀមរាបសកម្មភាពខាងលើជាការវាយប្រហារដ៏កំរោលដោយមិនរើសគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ